សួរខ្ញុំបាទឈ្មោះវិនឈនជានាយកសាលាបឋមសិក្សាទន្លេអ៊ុំសូមជម្រាបជូនថាសាលាបឋមសិក្សាទន្លេអ៊ុំចាប់ផ្ដើមកសាងឡើងនៅក្នុងឆ្នាំ1992ហើយសាលានេះស្ថិតនៅក្នុងភូមិពោឃុំស្រែស្ដុកស្រុកកណ្ដៀងខេត្តពោធិ៍សាត់បច្ចុប្បន្នសាលាបឋមសិក្សាទន្លេអ៊ុំមានអគារសិក្សាចំនួន3ខ្នងស្មើនឹង16បន្ទប់មានសិស្សានុសិស្សចំនួន896នាក់ស្រី473នាក់កម្រិតពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី6អរគុណនិងរីករាយណាស់ដែលបានជួបជាមួយនឹងអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់នៅប្រទេសបារាំងសូមអរគុណសង្ឃឹមថានឹងបានជួបគ្នាក្នុងពេលឆាប់នេះបាទសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះថលតាំងនេះតំណាងឲ្យក្រុមប្រឹក្សាកុមារមានថ្នាក់ទី4ទី5និងទី6រីករាយណាស់ដែលបានជួបមិត្តនៅប្រទេសបារាំងសង្ឃឹមថានឹងបានជួបគ្នាឆាប់នេះសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះថលតាំងលីរៀនថ្នាក់ទី6កតំណាងឲ្យមិត្តភ័ក្តិទាំងអស់នៅក្នុងសាលាបឋមសិក្សាទន្លេអ៊ុំសូមអញ្ជើញទស្សនាស្ថានភាពសាលារបស់ខ្ញុំនិងស្ថានភាពរស់នៅភូមិរបស់ខ្ញុំខ្ញុំឈ្មោះសុចនាជាសិស្សរៀននៅសាលាបឋមសិក្សាទន្លេអ៊ុំពួកយើងចាប់ផ្ដើមចូលរៀននៅពេលព្រឹកពីម៉ោង7ចេញម៉ោង11ពេលរសៀលពីម៉ោង1ចេញម៉ោង5នៅថ្នាក់របស់នាងខ្ញុំមានសិស្សសរុបចំនួន52នាក់ស្រី32នាក់ពួកយើងរៀនមុខវិជ្ជាមានភាសាខ្មែរគណិតវិទ្យាអង់គ្លេសសាស្ត្រសង្គមនិងវិទ្យាសាស្ត្រសូមជម្រាបលាសូមអរគុណ